បងខ្ញុំមានលុយត្រឹម$400តើទិញកុំព្យូទ័របែបណាទើបអាចរៀន IT បាននេះគឺជាចម្លើយដែលខ្ញុំឆ្លើយទៅវិញឲ្យលុយ$400មកខ្ញុំមកខ្ញុំនឹងទិញកុំព្យូទ័រឲ្យ Oh my god wow ហើយជាលទ្ធផលនេះគឺជាកុំព្យូទ័រដែលខ្ញុំទិញឲ្យគាត់សម្រាប់ការរៀន IT អញ្ចឹងថាតើហេតុអ្វីបានជាខ្ញុំទិញកុំព្យូទ័រនេះឲ្យគាត់យើងទៅមើលវីដេអូនេះទាំងអស់គ្នាការទិញ laptop សម្រាប់ការរៀន IT គឺខុសប្លែកបន្តិចពីការទិញ laptop សម្រាប់ការប្រើប្រាស់ធម្មតាដោយសារតែការរៀន IT គឺមានតម្រូវការប្រើប្រាស់កុំព្យូទ័រច្រើនជាងអ្នករៀនជំនាញផ្សេងៗទៀតអញ្ចឹងការទិញ laptop សម្រាប់ការរៀន IT អាចនឹងចំណាយថវិកាច្រើនពេលដែលយើងទៅទិញ laptop យើងនឹងមានពីរជម្រើសទី1យើងទិញ laptop ថ្មីហើយទី2គឺយើងទិញ laptop មួយទឹកប្រសិនបើថវិកាយើងមានចំនួនត្រឹម$400តែយើងគួរតែទិញ laptop ថ្មីឬក៏ទិញ laptop មួយទឹកប្រសិនបើយើងរៀនជំនាញផ្សេងៗក្រៅពីជំនាញ IT ជំនាញវិស្វករឬក៏ជំនាញ design អីក្រៅពីជំនាញហ្នឹងយើងអាចទិញ laptop ថ្មីទៅបើសិនជាយើងមានថវិកាត្រឹម$400ប៉ុន្តែបើសិនបើយើងរៀនជំនាញ IT $400យើងគួរតែទិញ laptop មួយទឹកទៅមូលហេតុដែលយើងទៅទិញ laptop មួយទឹកដោយសារតែ laptop មួយទឹកយើងអាចទទួលបាននៅលក្ខណៈសម្បត្តិល្អប្រសើរជាងទី1គឺកម្លាំងម៉ាស៊ីនខ្លាំងទី2គុណភាពផលិតល្អទី3គឺគុណភាពអេក្រង់អញ្ចឹងអេក្រង់សម្រាប់ laptop មួយទឹកក្នុងតម្លៃ$400ហ្នឹងគឺយើងអាចទទួលបានអេក្រង់ដែលមានគុណភាពល្អជាងដោយសារតែ IT យើងត្រូវការសម្លឹងនៅលើអេក្រង់ច្រើនហើយយើងត្រូវការសរសេរកូដយើងត្រូវការពេលខ្លះយើងត្រូវការ design អីតិចតួចអញ្ចឹងយើងទទួលបានអេក្រង់ដែលមានគុណភាពល្អចុះឥឡូវយើងនិយាយអំពីលក្ខណៈសម្បត្តិរបស់ laptop នេះវិញអញ្ចឹង laptop នេះវាបំពាក់ជាមួយនឹង chip Intel Core i7 ចំនួនទី11យើងបាន Core i7 ចំនួនទី11មាន4 core 8 thread អ្នកទាំងអស់គ្នាបើសិនជាទិញ laptop សម្រាប់ការរៀន IT គឺធ្វើម៉េចយើងអាចរក CPU ណាដែលមាន4 core 8 thread ឡើងទៅដើម្បីអាចឲ្យយើង compile code ឬក៏ប្រើប្រាស់កម្មវិធីផ្សេងៗហ្នឹងវាបានរលូនអីអញ្ចឹងទៅមួយទៀត laptop នេះគឺមាន RAM ចំនួន 16GB អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយគឺយើងរៀន IT យើងប្រើប្រាស់កម្មវិធីច្រើនប្រសិនបើយើងមានថវិកាគ្រប់គ្រាន់ 16GB គឺជាជម្រើសល្អហើយ laptop នេះដែរគឺយើងអាចថែម RAM អីបន្ថែមទៀតបាននេះដោយសារតែ RAM 16GB ហ្នឹងគឺនៅជាប់នឹង board ហ្នឹងតែម្ដងអូខេអញ្ចឹងហើយបានជាខ្ញុំអត់យកអា 8G ទេខ្ញុំរកអា 16G ហើយព្រោះมันអាចថែម RAM អីបន្តទៀតបានទេហើយសម្រាប់storage គឺដោយសារតែយើងជ្រើសរើសយក Core i7 ហើយ RAM 16G អញ្ចឹង storage វាមានត្រឹមតែ 256G ទេអូខេអញ្ចឹងបើសិនបើយើងត្រូវការមានតម្រូវការប្រើច្រើនទៅមុខទៀតយើងត្រូវ upgrade ទៅជា 512G ឬក៏ 1000G អីតាមតម្រូវការជាក់ស្ដែងប៉ុន្តែ laptop នេះគឺយើងអាចថែមបានទេមានន័យថាកាលណាយើងប្រើអត់គ្រប់ 256G ប្រើអត់គ្រប់អញ្ចឹងយើងអាចថែមបានអញ្ចឹងខ្ញុំទិញយកជម្រើស 256G ដោយសារតែទី1កត្តាថវិកាយើងយកបាន Core i7 ជាមួយនឹង RAM 16G អញ្ចឹងយើងលះបង់ storage 512G យើងក៏មានជម្រើសមួយទៀតដែរបើសិនបើអ្នកទាំងអស់គ្នាអាចរកបានគឺ Core i5 RAM 16G storage 512G ហ្នឹងក៏ល្អដែរប៉ុន្តែខ្ញុំអត់អាចរក spec ហ្នឹងបានទេខ្ញុំរកបានត្រឹមតែ Core i7 RAM 16G ហើយ storage 256អូខេហើយសម្រាប់អេក្រង់គឺវាមានអេក្រង់ Full HD 14 inch function បាត់ភ្លឺតិចអូខេចំពោះអេក្រង់វិញគឺ laptop នេះមានអេក្រង់14 inch កម្រិត Full HD ជាប្រភេទ IPS អញ្ចឹងអេក្រង់វាគឺច្បាស់ល្អមែនតើអ្នកនរគ្នាអញ្ចឹងយើងអាចមើលទៅគឺច្បាស់ល្អមែនហើយហ្គេមវាក៏ស្ដើងដែរហើយសំខាន់គឺ color វាគឺល្អមែនតើcolor វាគឺយើងមើលទៅវាអត់សូវស្វាំងភ្នែកទេដោយសារតែវាប្រភេទ IPS អញ្ចឹងយើងអាចមើលរយៈពេលយូរក៏អត់អីដែរអូខេហើយច្បាស់ល្អមែនទែន Full HD កម្រិតច្បាស់របស់វាគឺ Full HD គឺយើងហៅថា1080ហ្នឹងហើយទំហំ14 inch ច្បាស់ល្អមែនទែនហើយមួយទៀតសម្រាប់គុណភាពផលិតរបស់ laptop មួយនេះគឺល្អមែនទែនដោយសារតែវាជាប្រភេទគេហៅថាជាប្រភេទ business laptop ណាហើយការចេញថ្មីគឺថ្លៃ laptop នេះចេញ
ពីដំបូងជាចេញ2022កំឡុងឆ្នាំ2022ហ្នឹងតម្លៃវាដល់ទៅ$1200ឯណោះអញ្ចឹងវាជាប្រភេទ business laptop ដែលគេបង្កើតមកសម្រាប់អ្នកធ្វើការអញ្ចឹងគុណភាពផលិតរបស់វាជាប់ល្អហើយទៅមួយប្រព័ន្ធដំណើរការរបស់វាក៏រៀងលូនដែរអញ្ចឹងណាដោយសារតែគេធ្វើមកសម្រាប់ business ហើយដល់ពេលក្រោយមកវាតម្លៃនៅធូរត្រឹម400ក្រោម400អញ្ចឹងវាគឺជាជម្រើសដ៏ល្អសម្រាប់យើងដែលជានិស្សិតសិស្សនិស្សិតហ្នឹងគឺយើងទិញយកមកប្រើប្រាស់គឺដើម្បីទីមួយយើងអាចប្រើប្រាស់បានស្រួលហើយទីពីរគុណភាពរបស់វាក៏ជាប់ល្អដែរអូខេទៅតមួយគុណភាពផលិតរបស់ laptop នេះសម្រាប់ទម្ងន់របស់វាគឺស្រាលមែនទែនគឺខ្ទង់ជា1គីឡូ3ខាំទេសម្រាប់ laptop 14 អ៊ីងហើយតួខាងក្រោយនេះគឺជាកាបូនអញ្ចឹងខ្ញុំបញ្ជាក់ model ម្ដងទៀតគឺ Dell Latitude 7420អញ្ចឹងបើសិនបើអ្នកទាំងគ្នាអាចរកទិញបាន laptop ប្រភេទនេះមករៀន IT គឺល្អប្រើដោយសារតែទី1គឺតម្លៃទី2កម្លាំងម៉ាស៊ីនទី3គឺគុណភាពផលិតរបស់វាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះផ្ដល់ជាព័ត៌មានខ្លះៗសម្រាប់បងប្អូនអរគ្នាយកទៅពិចារណាមុននឹងសម្រេចចិត្តទិញ laptop ដើម្បីយកមករៀន IT ឬក៏យកមកប្រើប្រាស់សម្រាប់ការរៀនជំនាញផ្សេងៗទៀតពីព្រោះតម្លៃ$400សម្រាប់ laptop បែបនេះខ្ញុំគិតថាវាគឺជាការចំណាយដ៏សមរម្យមួយអូខេអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នាវីដេអូក្រោយបាយបាយ